ថ្ងៃនេះមកធ្វើតំណាប់ជូរអែមឈ្ងុយហើយឆ្ងាញ់បង្ហាញបងប្អូនតិចនិចសំខាន់ក្នុងការធ្វើតំណាប់ឲ្យវាស្អិតល្មួតល្អមិនងាយខូចនេះគឺជាផ្លែឈើដែលនាងខ្ញុំបេះនឹងក្រោយផ្ទះមុននឹងឯងបងប្អូននេះថ្មីស្រស់ចឹងយកមកធ្វើតំណាប់គឺឈ្ងុយឆ្ងាញ់ខ្លាំងណាស់នាងខ្ញុំត្រូវការលាងសម្អាតឲ្យស្អាតហើយទុកឲ្យស្រស់ទឹករួចហើយយកវាមកប្រឡេះយកតែផ្លែបែបនេះប្រឡេះចេញពីតងផ្លែឈើហ្នឹងគឺមានឈ្មោះហៅថា cassis ហើយនិង groseille បងប្អូនយើងអត់អាចធ្វើតំណាប់ទាំងតងវានឹងបានទេទីមួយគឺវារាងល្វីងចត់អត់ឆ្ងាញ់ហើយមួយទៀតគឺវាពិបាកញ៉ាំអញ្ចឹងយើងប្រឡេះយកតែផ្លែវាអញ្ចឹងណាបងប្អូនហើយអានៅក្នុងសាច់វានឹងគឺមានគ្រាប់ដែរបងប្អូននេះប៉ុន្តែមិនជាថ្មីទេនៅពេលដែលយើងចំអិនទៅជាដំណាប់ទៅគឺញ៉ាំទាំងសាច់តែញ៉ាំទាំងគ្រាប់វាចាឆ្ងាញ់ណាបងប្អូនផ្លែរបស់វាគឺជូរបងប្អូនហើយទូចពណ៌ស្អាតអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមយកទៅចាក់ចូលក្នុងឆ្នាំងនេះខ្ញុំអត់ទាន់បើកភ្លើងទេបងប្អូននៅពេលដែលចាក់ចូលក្នុងឆ្នាំងហ្នឹងចាប់ផ្ដើមចាក់ផ្លែនឹងចូលទៅផ្លែនឹងប្រហែលជាទម្ងន់2គីឡូបងប្អូនក្នុងដំណាប់1គីឡូនឹងខ្ញុំប្រើស្ករចំនួន6ខាំបើបងប្អូនចង់ថយឬក៏ថែមលើសនឹងអាស្រ័យលើចំណង់ចំណូលចិត្តហើយដាក់អំបិលមួយចិបផងដើម្បីឲ្យរសជាតិវាកាត់គ្នាដុតមុតឆ្ងាញ់ហើយនេះខ្ញុំក៏បន្ថែមទឹកក្រូចឆ្មាចូលចំនួន60មីលីលីត្រដែរដើម្បីឲ្យរសជាតិកាន់តែដុតមុតពេលហ្នឹងគឺយើងចាប់ផ្ដើមបើកភ្លើងបានហើយតែបើកភ្លើងក្នុងកម្ដៅល្មមកុំបើកខ្លាំងពេកកុំបើកទាបពេកបន្ទាប់ពីនឹងហើយយើងចាប់ផ្ដើមកូរច្បល់អំបិលស្ករហើយនឹងតំណាប់ហ្នឹងឲ្យវាចូលសព្វរសជាតិគ្នាជាល្បាយតែមួយយើងបិទគម្របរហូតទាល់តែវាចេញទឹកនៅពេលដែលវាចេញទឹកហើយចាប់ផ្ដើមឡើងខាស់ម្ដងបន្តិចយើងបន្ថយភ្លើងឲ្យនៅទាបបងប្អូនប្រសិនបើធ្វើតំណាប់បែបហ្នឹងហើយបងប្អូនប្រើភ្លើងខ្លាំងគឺវាផ្ទុះខ្ទៀតមែនតែនហើយនឹងខ្លោចតំណាប់យកតែម្ដងអត់ឈ្ងុយឆ្ងាញ់ទេតិចនិចសំខាន់ដែរនាងខ្ញុំចង់ជម្រាបហ្នឹងគឺការប្រើប្រាស់ភ្លើងនឹងឯងដំបូងយើងដាក់ភ្លើងកដាលក៏អត់អាចដាក់ភ្លើងខ្លាំងបានដែរខ្លាចវាខ្លោចបាតហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមបន្ថយភ្លើងកាន់តែទាបទៅនៅពេលដែលតំណាប់យើងកាន់តែឡើងខាប់ទៅបើចង់ដឹងថាវាមានកំហាប់ប៉ុណ្ណាត្រូវចិត្តហើយយើងដាក់ចូលក្នុងកូនចានអញ្ចឹងណានៅពេលដែលវាត្រជាក់ស្ងួតយើងដឹងហើយថាកំហាប់ប៉ុណ្ណាយើងត្រូវការបងប្អូនសម្រាប់ដំណាប់ដែលមានរសជាតិជូរប្រសិនបើយើងប្រើស្ករស្ទើដូចជាត្រឹមតែ1ខាំ2ខាំអត់ចង់ផ្អែមវាអត់ត្រូវក្បួនរបស់គេអញ្ចឹងធ្វើឲ្យតំណាប់ហ្នឹងវាឆាប់ឡើងមេជូរផ្អូមដុះផ្សិតចារាវប្រភ្លោកអញ្ចឹងណាអញ្ចឹងហើយក្នុងការធ្វើតំណាប់តើយើងដាក់ស្ករហ្នឹងឲ្យត្រូវក្នុងតំណាប់ហ្នឹងបានវារក្សាទុកបានយូរហើយតំណាប់ហ្នឹងវាស្អិតល្មុតឈ្ងុយឆ្ងាញ់បើក្បួនធ្វើរបស់ជនជាតិបារាំងគេប្រើផ្លែឈើ1គីឡូស្ករ1គីឡូទៀតហ៎បងប្អូនតែនាងខ្ញុំគិតថាវាផ្អែមពេកអញ្ចឹងក៏ថយហើយតំណាប់យើងកូរឲ្យជាប់ដៃជៀសវាងការខ្លោចបងប្អូនតំណាប់ដែលនាងខ្ញុំធ្វើគឺទុកបានយូរណាបងប្អូនអើយ5ឆ្នាំ10ឆ្នាំក៏អត់ខូចដែរមានការពិសោធន៍ដូចហើយបានមកបង្ហាញបងប្អូនហ្នឹងឥឡូវនេះគឺដំណាប់របស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយអាពពុះលើហ្នឹងត្រូវដួសវាចោលបងប្អូនដើម្បីឲ្យតំណាប់យើងរលោងស្អាតកុំទុកអីពពុះដែលនៅលើមិញហ្នឹងនាងខ្ញុំដួសចោលអស់ហើយឥឡូវគឺនាងខ្ញុំអាចច្រកចូលទៅក្នុងគីឡូកែវបានហើយបញ្ជាក់គីឡូកែវត្រូវស្អាតលាងសម្អាតឬក៏ហាលថ្ងៃស្រោះទឹកក្តៅឲ្យស្អាតជាមុនសិនចាំយើងយកមកច្រកជាមួយនឹងដំណាប់យើងចំពោះតំណាប់គឺនាងខ្ញុំច្រកទាំងនៅក្តៅបែបហ្នឹងចូលក្នុងគីឡូកែវហ្នឹងជៀសវាងនៅពេលដែលវាត្រជាក់ទៅគឺយើងពិបាកដួសវាខាប់វាស្អិតវារមួតពេកហើយនៅពេលដែលយើងដាក់រួចរាល់ហើយនាងខ្ញុំទៅសេអសបិទពីលើដើម្បីឲ្យចំណាំថាតំណាប់អីដោយសារនាងខ្ញុំធ្វើតំណាប់ច្រើនប្រភេទបងប្អូនអញ្ចឹងបើសិនជាអត់ទៅសេទុកទេគឺវែងហ្មងម្ល៉េះហើយគឺត្រូវតែមានកំណត់ត្រារបស់ខ្លួនឯងបែបហ្នឹងនេះឥឡូវគឺដួសដាក់លើនំពងទាបែបនេះមួយញ៉ាំបងប្អូននឹងខ្ញុំជួយចិត្តណាហើយញ៉ាំមួយតែក្តៅឬក៏កាហ្វេក្តៅអត់ដាក់ស្ករកាហ្វេហើយតែក្តៅអីទៅអូយអែមស្រែមកបងប្អូនឆ្ងាញ់សន្លប់តើងតំណងអត់បងប្អូនជូរអែមឈ្ងុយឆ្ងាញ់មែនតែនចំពោះតំណាប់បងប្អូនញ៉ាំត្រូវយកសភាស្អាតយកមកដួសហាមយកបៀមនឹងមាត់មានទឹកមាត់មានមេក្របហើយយកមកដួសគឺអាហ្នឹងដុសផ្សិតលឿនណាស់ខូចទុកអត់បានយូរទេបងប្អូនដៃប្លុកផ្លាក់យកកាន់មាត់សភាហើយយកទៅដួសក្នុងគីឡូហ្នឹងក៏អត់ល្អដែរអញ្ចឹងត្រូវប្រើសភាស្អាតរហូតនៅក្នុងការដួសតំណាប់យកមកបៀកញ៉ាំជាមួយអីផ្សេងណាហើយពេលបងប្អូនបើកញ៉ាំសល់គឺអាចយកទៅរក្សាទុកនៅក្នុងទូទឹកកកបានជៀសវាងការដុះផ្សិតខូចនៅស្រុកប្រាំងនេះគឺគេនិយមញ៉ាំតំណាប់ណាស់នៅនេះគេហៅគុំហ្វីទាបងប្អូនតំណាប់គ្រប់ប្រភេទមិនថាតំណាប់ fresh តំណាប់ផ្លែ strawberry ហ្នឹងចាតំណាប់ raspberry ឬក៏តំណាប់ផ្លែផ្សេងចម្រុះតែម្ដងភាគច្រើនគឺនឹងខ្ញុំកម្រទិញពីផ្សារកាលមកដំបងអត់ចេះធ្វើទិញពីផ្សារតែដល់ពេលចេះធ្វើខ្លួនឯងធ្វើតែខ្លួនឯងទេគឺតំ
តំណាប់នៅផ្ទះឈ្ងុយហើយឆ្ងាញ់ខ្លាំងជាងរបស់ទិញនៅផ្សារទៀតបងប្អូនហើយបើបានផ្លែឈើថ្មីៗស្រស់ៗចេះទៀតគឺកាន់តែឈ្ងុយឆ្ងាញ់ឥឡូវនាងខ្ញុំរៀបរយទុកដាក់ហើយក្នុងក្រកៅហើយយកមករក្សាទុកនៅខាងក្រោមផ្ទះនាងខ្ញុំខាងក្រោមផ្ទះនាងខ្ញុំនឹងចាវាតិចអញ្ចឹងទៅទុករបស់អីអត់ងាយខូចទេបងប្អូនអើយការរក្សាទុកនឹងក៏សំខាន់ដែរបើបងប្អូនខ្លាចខូចអាចទុកនៅក្នុងទូទឹកកកបានណានៅខាងក្រោមផ្ទះនាងខ្ញុំនេះគឺ16អង្សាអញ្ចឹងងាយស្រួលក្នុងការទុកដាក់របស់មែនតើអត់ងាយខូចនឹងឯងបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេ